អ្នកអរគ្នាអ្នកដែលមកសៀមរាបដែលបានមកមើលសាស្រង់មានតែអារម្មណ៍ឃើញថ្មនៅចាំផ្ទះស្រង់ហ្នឹងវាមានរឿងពីរដ៏អស្ចារ្យទី1នេះកាយគឺចាប់បានស្មើស្អាតដូចមានម៉ាស៊ីនស្រេមទំនើបសម័យឥឡូវអញ្ចឹងជ្រុងផ្ទះស្រង់ទី1ទី2នេះការគិតដល់ជីវៈចម្រុះនៅក្នុងទឹកតំណក្រោមគឺគាត់ដាក់ថ្មបាយក្រៀមអានេះវាបង្កើតជាបងតុងជីវៈចម្រុះនៅក្នុងទឹកសម្រាប់ឲ្យថៃជាចំណីបន្ទាប់មកថ្នាក់លើបានដាក់ជាថ្មភ្នំថ្មរឹងមាំថ្មកបោអញ្ចឹងការគិតនៅសម័យមុនហ្នឹងគឺពួកគាត់មានភាពជឿនលឿនដូចសម័យកាលបច្ចុប្បន្នរបស់យើងហ្នឹងគាត់ជឿនឹងតាមវិទ្យាសាស្ត្រស្ថាភិបាលវិទ្យាសាស្ត្រហ្នឹងហើយនឹងស្ថាបត្យកម្មសំណង់ផ្សេងតែវិស័យបុរាណទូ អញ្ចឹងពាក្យរបស់ខ្មែរយើងធម្មតាការជកូនខ្មែរអានេះឥឡូវបងពងទួយថៃបងស្រីបាននោះមើលទៅថ្ងៃហ្នឹងយើងហ៎ដឹងទេអូខេតែឥឡូវបាក់ស្រុតដេកអស់មកផ្នែកណា